ជំរាបសួរហើយក៏សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ DC ថ្ងៃនេះខ្ញុំមានសាច់រឿងមួយចង់មកនិទានឲ្យអ្នកទាំងអស់គ្នាស្ដាប់សង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តនឹងសាច់រឿងមួយហ្នឹងអញ្ចឹងកុំឲ្យខាតពេលអ្នកទាំងអស់គ្នាយូរតោះមករីស្ដាប់ជាមួយ DC ទាំងអស់គ្នាភូមិមួយនេះមានឈ្មោះថាភូមិបណ្ណាសាដែលគេដំណើរតគ្នាថាភូមិមួយនេះសម្បូរទៅដោយរឿងប្លែកៗនិងអាថ៌កំបាំងជាច្រើននៅពីក្រោយភូមិមួយនេះដែលគេបានដឹងថាភូមិមួយនេះស្ថិតនៅក្នុងព្រៃជ្រៅមិនងាយមានមនុស្សរកឃើញឬមួយក៏ទៅដល់ផ្លូវចូលទៅកាន់ភូមិមួយនេះសម្បូរទៅដោយអាប់ក្រាស់និងដើមឈើធំដែលធ្វើឲ្យមានសភាពងងឹតនិងស្ងាត់ជ្រងំសូម្បីតែសត្វបក្សីក៏មិនសូវមានហោះហើរនៅលើមេឃដែរហើយក៏ធ្លាប់មានគេនិយាយថាមានអ្នកកាប់ឈើមួយចំនួនធំបានវង្វេងចូលទៅក្នុងព្រៃមួយនេះហើយមិនមានដំណឹងពួកគេរហូតមកដល់សព្វថ្ងៃមិនទាន់មានព័ត៌មានណាមួយដែលអាចបញ្ជាក់បានថាតើពួកគេនៅមានជីវិតឬក៏បាត់បង់ជីវិតនោះទេគេបានបន្ថែមទៀតថាផ្ទះនៅទីនោះសាងសង់ពីឈើខ្មៅចាស់ដែលមានសភាពទ្រុឌទ្រោមហើយមានរបងធ្វើពីឫស្សីដែលស្រះដោយបន្លាខ្ពស់ខុសពីធម្មតាអ្នកភូមិនៅទីនោះគេមិនគោរពសាសនាដូចមនុស្សទូទៅទេពួកគេគោរពបូជាលើរលឹងម្ចាស់ព្រៃហើយជំនឿរបស់ពួកគេគ្មានអ្វីបានមកដោយទទេនោះទេរាល់ការសុំតែងតែមានការដោះដូរឬការតបស្នងត្រឡប់ទៅវិញពួកគេអាចសុំអ្វីក៏បានដែលពួកគេប្រាថ្នានឹងចង់បានមិនថាជាទ្រព្យសម្បត្តិសុខភាពឬសូម្បីតែជីវិតមនុស្សក៏ដោយហើយបើអ្នកចង់បានអ្វីមួយអ្នកត្រូវទៅបួងសួងគោរពបូជានៅទីសក្ការៈដែលគេបានរៀបចំបន្ទាប់ពីពិធីបួងសួងចប់អ្នកនឹងទទួលបានជោគជ័យប៉ុន្តែអ្នកត្រូវចាំថារាល់ការសុំនឹងត្រូវសងត្រឡប់ទៅវិញភ្លាមដោយមិនអាចប្រកែកបានមានន័យថាបើអ្នកចង់មានបានត្រូវដោះដូរជាមួយនឹងការងងឹតភ្នែកម្ខាងបើអ្នកចង់មានសុខភាពល្អអ្នកត្រូវដោះដូរជាមួយនឹងការមិនអាចនិយាយបានប្រសិនបើអ្នកចង់ឲ្យជីវិតនរណាម្នាក់ត្រឡប់មកវិញអ្នកត្រូវដោះដូរជាមួយនឹងជីវិតមនុស្សម្នាក់ទៀតនៅក្នុងគ្រួសាររបស់អ្នកហើយរឿងទាំងអស់នេះបានធ្វើឲ្យមនុស្សមួយចំនួនជឿនិងមនុស្សមួយចំនួនទៀតមិនជឿរហូតមានមនុស្សខ្លះព្យាយាមស្វែងរកតំបន់មួយនេះដើម្បីសម្រេចបំណងប្រាថ្នារបស់ពួកគេហើយមានមនុស្សខ្លះទៀតដើម្បីតែចង់សប្បាយឬចង់ចេះចង់ដឹងចង់បញ្ជាក់ថាតើវាមានពិតឬក៏មិនពិតប៉ុន្តែអ្នកទាំងអស់នោះតែងតែជួបរឿងរ៉ាវផ្សេងគ្នាដោយមិនដឹងមូលហេតុរហូតមានថ្ងៃមួយមានបុរសម្នាក់ឈ្មោះថាវិបុលគាត់ជាអ្នកថតរូបដែលគេស្គាល់ថាចូលចិត្តផ្ដិតយករូបភាពធម្មជាតិនិងសត្វព្រៃតាមតំបន់ព្រៃភ្នំនានាដើម្បីធ្វើការផ្សព្វផ្សាយឲ្យមនុស្សគ្រប់គ្នាបានឃើញពីទិដ្ឋភាពប្លែកដែលមាននៅតាមតំបន់ព្រៃភ្នំដែលគាត់បានទៅដល់មានមនុស្សជាច្រើនតែងតែគាំទ្រស្នាដៃរបស់គាត់ហើយចង់ឲ្យគាត់បន្តស្វែងរកតំបន់កម្រផ្សេងទៀតដើម្បីចែករំលែកឲ្យអ្នកផ្សេងបានឃើញកាន់តែច្រើនឡើងព្រោះថាវាជាចំណីអារម្មណ៍មួយដែលធ្វើឲ្យពួកគេរីករាយនិងទទួលបានអារម្មណ៍ប្លែកជាមួយនឹងទិដ្ឋភាពឬរូបភាពផ្សេងដែលគេមិនដែលបានឃើញពីមុនមកហើយអ្នកដែលតាមដានគាត់តែងតែចង់ទៅលេងតំបន់ទាំងនោះព្រោះថាវាមានសម្រស់ស្រស់ស្អាតនិងប្លែកភ្នែកដោយសារតែភាពល្បីល្បាញនេះហើយធ្វើឲ្យគាត់មានកម្លាំងចិត្ត
និងខិតខំស្វែងរកតំបន់កម្រដែលគេមិនដែលស្គាល់ដើម្បីផ្ដិតយករូបភាពចែករំលែកទៅកាន់មនុស្សគ្រប់គ្នាឲ្យកាន់តែច្រើនឡើងដោយសារតែចង់ឲ្យខ្លួនមានភាពល្បីល្បាញជាងនេះគាត់បានសម្រេចចិត្តធ្វើការស្វែងរកតំបន់មួយនោះហើយគាត់សន្យាថានឹងផ្ដិតយករូបភាពដែលគាត់បានទៅដល់ឲ្យអ្នកទាំងអស់គ្នាបានឃើញថាតើវាមានពិតឬក៏មិនពិតមនុស្សជាច្រើនបានគាំទ្រគាត់ឲ្យធ្វើរឿងមួយនេះហើយមានអ្នកខ្លះទៀតបានឧបត្ថម្ភគាត់ជាច្រើនក្នុងការធ្វើដំណើរស្វែងរកតំបន់មួយនេះពីកន្លែងមួយទៅកន្លែងមួយរហូតពេលមួយគាត់បានដើរទៅក្នុងព្រៃជ្រៅដើម្បីផ្ដិតយករូបភាពដូចសពមួយដងតែគាត់បានបង្វែងផ្លូវរួចចូលទៅដល់ភូមិមួយនោះដោយចៃដន្យហើយគាត់បានជួបនឹងអ៊ំចាស់ម្នាក់ដែលមើលទៅដូចជាអ្នកគ្រប់គ្រងក្នុងភូមិមួយនេះបន្ទាប់ពីនិយាយសួរនាំគ្នាចុះឡើងទើបគាត់បានដឹងថាតាសុកគាត់ជាមេភូមិនៅទីនេះតែគាត់មានទឹកមុខស្រពោននិងមានអាថ៌កំបាំងជាច្រើនដែលគាត់មិនអាចនិយាយចេញបានត្រឹមតែសម្លឹងមើលមុខវិបុលពីលើចុះក្រោមពីក្រោមឡើងទៅលើហើយវិបុលគាត់ចាប់អារម្មណ៍ថាតាសុកគាត់ពិការដៃម្ខាងដែលនៅពេលដែលវិបុលសួរនាំពីដៃរបស់គាត់បែរជាមានទឹកមុខខឹងហើយមិនចង់និយាយអ្វីទាំងអស់នឹងបានដេញឲ្យវិបុលត្រឡប់ទៅវិញតែវិបុលគាត់មិនដឹងថានឹងត្រឡប់ទៅវិញដោយរបៀបណានោះទេព្រោះអ្វីដែលគាត់ចាំគឺគាត់បានដើរចូលមកដល់ទីនេះដោយមិនដឹងថាដើរចូលមកដោយរបៀបណាវិបុលបានសុំតាសុកជួយណែនាំគាត់ដើរមើលក្នុងភូមិព្រោះគាត់មិនធ្លាប់បានមកទីនេះពីមុនមកទេហើយគាត់បានណែនាំខ្លួនថាគាត់ជាអ្នកថតរូបដែលចូលចិត្តផ្ដិតយករូបភាពប្លែកៗតាមតំបន់ព្រៃភ្នំដំបូងឡើយតាសុកគាត់មិនព្រមនោះទេប៉ុន្តែវិបុលសំណុំពរនឹងទទូចខ្លាំងពេកតាសុកក៏សម្រេចចិត្តនាំវិបុលដើរមើលជុំវិញភូមិមួយនេះបន្តិចវិបុលបានឃើញអ្នកភូមិរស់នៅដោយស្ងៀមស្ងាត់ពេករហូតដល់គួរឲ្យខ្លាចគាត់បានសង្កេតឃើញថាអ្នកភូមិម្នាក់តែងតែមានអវយវៈមិនគ្រប់គ្រាន់និងមានស្នាមសាក់ចម្លែកនៅលើខ្លួនរបស់ពួកគេរួមទាំងតាសុកដែលត្រូវជាមេភូមិនៅទីនេះក៏ពិការដៃម្ខាងដែរបន្ទាប់ពីដើរមើលមួយសម្បកមេឃក៏ចាប់ផ្ដើមងងឹតដែលធ្វើឲ្យវិបុលមិនអាចត្រឡប់ទៅវិញបានក៏សម្រេចចិត្តសុំតាសុកដើម្បីសម្រាកនៅទីនេះមួយយប់ដោយសារវិបុលប្លែកកន្លែងគាត់មិនអាចគេងលក់គាត់ក៏ដើរចេញមកខាងក្រៅហើយក៏ឃើញមានកន្លែងមួយដែលគេកំពុងរៀបចំពិធីបុណ្យមួយនៅកណ្ដាលអាធ្រាត្រដែលអ្នកភូមិបានយកសត្វពាហនៈនិងវត្ថុមានតម្លៃទៅបូជាប៉ុន្តែមានស្រមោលខ្មៅធំមួយចេញមកទទួលយកគាត់បានលបលួចមើលព្រឹត្តិការណ៍មួយនេះដោយប្រុងប្រយ័ត្នប៉ុន្តែអំឡុងពេលនោះស្រាប់តែមានអ្នកភូមិម្នាក់បានឃើញវិបុលហើយចង្អុលមកកាន់គាត់រួចនិយាយថានេះឬជារបស់ដោះដូរថ្មីសម្រាប់ឆ្នាំនេះគាត់ឮហើយមានអារម្មណ៍ភ័យខ្លាចក៏ព្យាយាមរត់គេចប៉ុន្តែគាត់បានដឹងថាគ្រប់ផ្លូវដែលគាត់រត់គេចគឺសុទ្ធតែវិលត្រឡប់មកកន្លែងដើមវិញដដែល
ដែលធ្វើឲ្យគាត់មានការងឿយឆ្ងល់ជាខ្លាំងថាតើមានរឿងអ្វីកើតឡើងមកលើគាត់ហើយមានសំឡេងមួយបានពន្លឺឡើងប្រាប់គាត់ថាលុះត្រាតែគាត់យល់ព្រមដោះដូរអ្វីមួយទើបគាត់អាចរត់គេចខ្លួនបានដោយភាពភ័យខ្លាចនិងច្របូកច្របល់វិបុលឆ្លើយយកព្រមដោយមិនស្ទាក់ស្ទើរបន្ទាប់ពីហេតុការណ៍ដែលបានកើតឡើងនៅក្នុងយប់នោះហើយគេបានប្រទះឃើញវិបុលដួលសន្លប់នៅកណ្ដាលព្រៃតែម្នាក់ឯងបន្ទាប់មកគេបាននាំវិបុលទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ព្រោះថាស្ថានភាពរបស់វិបុលដូចជាស្លេកស្លាំងនិងតត់ស្លុតដូចជាបានជួបហេតុការណ៍ដ៏រន្ធត់ណាមួយដែលគាត់មិនអាចទទួលយកបានបណ្ដាឲ្យគាត់សន្លប់បែបនេះមួយរយៈក្រោយមកវិបុលបានដឹងខ្លួនត្រឡប់មកវិញប៉ុន្តែគាត់មិនមានការចងចាំអ្វីទាំងអស់សូម្បីតែគ្រួសារបងប្អូនសាច់ញាតិអ្នករួមការងារដែលធ្លាប់ធ្វើការជាមួយគាត់ក៏គាត់មិនស្គាល់ដែរអត្តសញ្ញាណរបស់គាត់ជាអ្នកណាគាត់ឈ្មោះអ្វីមកពីណាក៏គាត់មិនចាំអ្វីទាំងអស់ដោយការព្យាយាមរកនឹកខ្លួនឯងថាមកពីណារស់នៅទីណាហើយបានជួបហេតុការណ៍អ្វីខ្លះបានធ្វើឲ្យវិបុលមានបញ្ហាសតិអារម្មណ៍មួយរំពេចបន្ទាប់មកព័ត៌មានបានចុះផ្សាយពីហេតុការណ៍របស់វិបុលធ្វើឲ្យមានមនុស្សខ្លះបានបញ្ចេញមតិនិងវែកញែកលើរឿងមួយនេះថាគាត់បានដោះដូរជាមួយនឹងអ្វីមួយដើម្បីមានជីវិតត្រឡប់មកវិញ